តោះបងប្អូនមេតិចកុំភ្លេចធ្វើទឹកស៊ុបការ៉ុតញ៉ាំទាំងអស់គ្នាបងប្អូនអ្នកស៊ុបការ៉ុតសាច់មាន់និយាយទៅកូនខ្ញុំចូលចិត្តបងប្អូននេះគ្រឿងផ្សំគឺងាយមែនតើបងប្អូននេះគឺខ្ញុំមានសាច់មាន់ហើយខ្ញុំដាក់ទឹកស៊ីអ៊ីវស៊ុបមាន់ហើយនឹងខ្ទឹមសច្បល់ចូលគ្នាណាបងប្អូនឃើញអត់ឲ្យវារៀងល្មួតចូលគ្នាបន្តិចមកហើយបងប្អូនចង់ដាក់ធ្វើម៉ូតដូចខ្ញុំអញ្ចេះក៏បានមិនបាច់ទង់វែងឆ្នាំងវែងដូចខ្ញុំអីទេបងប្អូនចាហើយនេះគ្រឿងផ្សំសម្រាប់ដាក់នៅក្នុងស៊ុបណាបងប្អូនមុនហ្នឹងគ្រឿងផ្សំដាក់ក្នុងសាច់មាន់នេះគឺដាក់ក្នុងស៊ុបបងប្អូននេះមានទឹកត្រីទឹកស៊ីអ៊ីវខ្ញុំដាក់ចូលជាមួយគ្នានេះឲ្យមានម្រេចមានការ៉ុតមានអំបិលមួយចិបមានខ្ទឹមសខ្ទឹមក្រហមហើយប៊ីអីអញ្ចឹងណាបងប្អូននេះយើងដាំទឹកឲ្យក្តៅអញ្ចឹងមកចានិយាយទៅស៊ុបមួយមុខនេះងាយស្រួលធ្វើទេបងប្អូនអើយចាដាក់ទឹកឲ្យក្តៅហើយយើងចាប់ផ្ដើមយកសាច់មាន់មូលដុំដាក់ចូលមកបងប្អូនដាក់ចូលឲ្យអស់មកគ្របទុកមកសន្ទុះចាបងប្អូនឃើញអត់អ្នកគ្របទុកមកសន្ទុះមកគឺឆ្អិនហើយសាច់មាន់និយាយទៅគឺលឿនទេបងប្អូនអើយហើយយើងចាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលមកខ្ញុំធ្វើបែបរសជាតិបែបស្រាលទេបងប្អូនអើយតែខ្ញុំញ៉ាំជាមួយទឹកត្រីចុចជាមួយម្ទេសអីបន្តិចបន្តួចអីអញ្ចឹងណាបងប្អូនចាហើយនេះបងប្អូនឃើញបន្ទាប់មកទៀតគឺយើងចាក់ការ៉ុតនឹងចូលចាហើយឆ្អិនហើយតែប៉ុណ្្នឹងគឺឆ្អិនហើយបងប្អូនពេលដែលយើងចាក់ការ៉ុតនឹងហើយយើងគ្របទុកមកបន្ទុះឆ្អិនហើយយើងគ្រាន់តែបំពងខ្ទឹមសចាបំពងខ្ទឹមសនឹងយកមកដាក់ឲ្យវាឈ្ងុយទៅណាបងប្អូនឲ្យឈ្ងុយទ្រប់ហ្មងឈ្ងុយពេញផ្ទះហ្មងស៊ុបមួយចានហ្នឹងនិយាយទៅអស់លុយតិចហើយឆ្ងាញ់ទៀតបងប្អូនហើយកូនខ្ញុំចូលចិត្តណាចាហើយធ្វើឲ្យសុខភាពល្អទៀតបងប្អូនឃើញអត់អ្នកឆ្អិនហើយយើងគ្របមួយផ្លេតទៀតមកយើងចាប់ផ្ដើមដាក់ខ្ទឹមបងប្អូនខ្ទឹមសហ្នឹងខ្ទឹមសហើយខ្ទឹមបារាំងហ្នឹងខ្ញុំច្រាមឲ្យម៉ត់ហើយបន្ទាប់មកទៀតដាក់ឲ្យឈ្ងុយចាដាក់ចូលមកឆ្អិនជាការស្រេចហើយបងប្អូនឃើញអត់ចាហើយបងប្អូនកុំភ្លេចដាក់ស្លឹកខ្ទឹមអីផងនេះបងប្អូននេះខ្ញុំដាក់ស្លឹកខ្ទឹមចូលមកទៀតអូនិយាយពីថាមិនត្រឹមតែពណ៌ស្អាតទេបងប្អូនអើយហើយរសជាតិគឺថាឈ្ងុយទ្រប់ពេញផ្ទះតែហ្មងហើយកូនគ្រាន់តែឃើញខ្ញុំចិត្តការ៉ុតហ្នឹងគឺថាមិនបាច់បខំឲ្យញ៉ាំទេបងប្អូនគឺដួសញ៉ាំខ្លួនឯងតែហ្មងបងប្អូនឃើញអត់អ្នកទំនងមែនតើណាស៊ុបប៉ះមេឃតិចអីមកបងប្អូនអើយនេះសាក់ធ្វើញ៉ាំទៅបងប្អូនអើយជឿខ្ញុំថាឆ្ងាញ់ខ្ញុំអត់ដាក់ស្ករហើយបងប្អូនព្រោះវាចេញជាតិពីការ៉ុតមកហើយណាបងប្អូនចាហើយកូនខ្ញុំចូលចិត្តមែនតើបងប្អូនមើលតែមាត់អូនអប្សរាទៅដឹងហើយនេះញ៉ាំឡើងកាបូចមិនបាច់បខំឲ្យញ៉ាំទេបងប្អូនអើយហើយអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងអរគុណ